សូមស្វាគមន៍មកកាន់ការ review Epson Workforce Pro WFC 878R ដែលជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់លោកអ្នកដែលតម្រូវការ print ច្រើនតោះយើងទៅមើលទាំងអស់គ្នាថាតើម៉ាស៊ីននេះអាចរ៉ាប់រងការងារដ៏រវល់របស់លោកអ្នកដោយរលូនដោយរបៀបណា Design ឡើងសម្រាប់ការ print ឯកសារច្រើន WFC 878R ត្រូវបានផលិតឡើងសម្រាប់រ៉ាប់រងការងារធ្ងន់ដោយគ្មានបញ្ហាជាមួយនឹង Impact System ដែលអាចផ្លាស់ប្ដូរបានដោយងាយស្រួលនិង print បានចំនួនច្រើនរហូតដល់ 86,000 page សម្រាប់ពណ៌ខ្មៅនិង 50,000 page សម្រាប់ color ល្បឿនលឿនគឺជាចំណុចសំខាន់ខ្លាំងណាស់ក្នុងការ print ចំនួនច្រើន WFC 878R អាច print បានរហូតដល់ 25 ទំព័រក្នុង1នាទីសម្រាប់ឯកសារសខ្មៅនិង 24 ទំព័រក្នុង1នាទីសម្រាប់ឯកសារ color លើសពីនេះទៅទៀតសន្លឹក print ដំបូងគឺវា print ចេញមកមានល្បឿនលឿនដើម្បីឲ្យប្រាកដថាមិនខ្ជះខ្ជាយពេលវេលារបស់អស់លោកអ្នកជាមួយនឹងសមត្ថភាពដែលអាច print បានរហូតដល់ 75,000 page ក្នុងមួយខែម៉ាស៊ីន print នេះត្រូវបានផលិតឡើងសម្រាប់ភាពគង់វង្សតែម្ដងវាត្រូវបាន design ឡើងសម្រាប់ក្រុមការងារដែលមានតម្រូវការម៉ាស៊ីនដែលអាចជឿទុកចិត្តបានដោយមិនងាយខូចហើយអាច print បានជាបន្តបន្ទាប់ដោយគ្មានការជួសជុលញឹកញាប់ printer នេះមិនត្រឹមតែអាចរ៉ាប់រងការងារបានច្រើននោះទេប៉ុន្តែវាថែមទាំងដំណើរការដោយមានប្រសិទ្ធភាពពោលគឺវាចំណាយដើមតិចក្នុងការ print បច្ចេកវិទ្យា Epson Precision Core Heat-Free Technology ដែលបំពាក់មកជាមួយម៉ាស៊ីន print នេះធ្វើឲ្យម៉ាស៊ីននេះស៊ីថាមពលតិចជាងគេបើធៀបជាមួយនឹងម៉ាកផ្សេងទៀតដែលវាជួយសន្សំសំចៃអ្នកបានច្រើនមែនទែនម៉ាស៊ីននេះមានបំពាក់មកជាមួយនឹង connectivity options ជាច្រើនប្រភេទដូចជា Super Speed USB Ethernet port Wi-Fi និង Wi-Fi Direct អេក្រង់ Touchscreen ទំហំ 5 inch ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងគ្រប់គ្រងលំហូរការងារផងដែរសរុបមក Epson Workforce Pro WFC 878R គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ business គ្រប់ប្រភេទដែលទាមទារការ print ចំនួនច្រើនជាមួយនឹងល្បឿនលឿនប្រសិទ្ធភាពខ្ពស់និងស្ថិរភាពអ្នកអាចប្រកាសចិត្តថាអ្នកអាចរ៉ាប់រងការងារច្រើនដោយគ្មានឧបសគ្គក្រុមហ៊ុន PWG គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍17ឆ្នាំជាងទៅលើការលក់ជួលជួសជុលជាមួយនឹងម៉ាស៊ីន print ខ្នាតធំម៉ាស៊ីន print ប្លង់ម៉ាស៊ីន print banner sticker គ្រប់ប្រភេទម៉ាស៊ីន photocopy គ្រប់ប្រភេទម៉ាស៊ីនផ្ដិតរូបម៉ាស៊ីនកាត់ sticker កាត់តែមជាដើមហើយយើងខ្ញុំក៏មានបទពិសោធន៍យ៉ាងច្រើនក្នុងការសហការជាមួយស្ថាប័នឯកជនស្ថាប័នរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលផងដែរ